សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូទី15នៃ Channel ពិភពអាត់កំបាំង KH បងប្អូនធ្លាប់ឆ្ងល់ទេថាប្រសិនបើបងប្អូនមានលុយរាប់ពាន់លានដុល្លារនៅក្នុងដៃតើបងប្អូនអាចទិញអ្វីៗគ្រប់យ៉ាងមែនដែរឬទេអ្នកវិទ្យាសាស្ត្រនិងអ្នកស៊ើបអង្កេតជាច្រើនជឿថាលុយអាចទិញបានសូម្បីតែសេចក្តីស្លាប់នៅក្នុងប្រវត្តិសាស្ត្រពិភពលោកមានមហាសេដ្ឋីល្បីៗជាច្រើនបានបាត់ខ្លួនយ៉ាងអាត់កំបាំងបំផុតអ្នកខ្លះបានបាត់ខ្លួនកណ្ដាលមហាសមុទ្រអ្នកខ្លះទៀតបាត់យន្តហោះគ្មានដានហើយអ្នកខ្លះទៀតបាត់ខ្លួនភ្លាមបន្ទាប់ពីកាន់កាប់ទឹកប្រាក់រាប់រយលានដុល្លារដែលជាលុយរបស់អ្នកដទៃមន្ទិលសង្ស័យដ៏ធំបំផុតនោះគឺតើពួកគេពិតជាជួបគ្រោះថ្នាក់មែនឬក៏ពួកគេបានប្រើប្រាស់ទ្រព្យសម្បត្តិមហាសាលទាំងនោះដើម្បីរៀបចំផែនការឬការក្លែងស្លាប់ដើម្បីទៅរស់នៅយ៉ាងមានសេចក្តីសុខនៅលើកោះសម្ងាត់ណាមួយថ្ងៃនេះយើងនឹងទៅវែកញែកករណីអាត់កំបាំងបំផុតទាំង4ទាំងអស់គ្នាតោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូទាំងអស់គ្នា1មហាសេដ្ឋីផ្សងប្រេង Steel Fawcett ក្នុងឆ្នាំ2007មហាសេដ្ឋីជនជាតិអាមេរិកលោក Steel Fawcett ដែលជាអ្នកឯកទេសខាងការហោះហើរនិងការផ្សងប្រេងបានបើកយន្តហោះឆាកចេញពីវាលខ្សាច់ក្នុងរដ្ឋ Nevada រួចក៏បាត់ស្រមោលគ្មានដានពិភពលោកបានបើកយុទ្ធនាការរុករកដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែអស់រយៈពេលជាង1ឆ្នាំគេរកមិនឃើញសូម្បីតែបំណែកយន្តហោះមួយដុំត្រង់ចំណុចនេះហើយដែលទ្រឹស្ដីសម្ងាត់ចាប់ផ្ដើមផ្ទុះឡើងគេសង្ស័យថាលោក Steele បានរៀបចំឆាកបុកយន្តហោះដើម្បីគេចចេញពីបញ្ហាហិរញ្ញវត្ថុនិងជីវិតផ្ទាល់ខ្លួនដ៏ស្មុគស្មាញទោះបីជា2ឆ្នាំក្រោយមកគេបានរកឃើញបំណែកយន្តហោះនិងឆ្អឹងរបស់គាត់ក៏ដោយប៉ុន្តែសំណួរជាច្រើននៅតែមិនទាន់មានចម្លើយហេតុអ្វីបានជាអ្នកជំនាញហោះហើរដូចជាគាត់អាចជួបគ្រោះថ្នាក់សាមញ្ញបែបនេះតើឆ្អឹងដែលរកឃើញនោះពិតជារបស់គាត់មែនដែរឬទេ2មហាសេដ្ឋីប្រេងគូម៉ាអាគីយ៉ាក្នុងឆ្នាំ2012មហាសេដ្ឋីប្រេងវ័យក្មេងម្នាក់នេះឈ្មោះគូម៉ាអាគីយ៉ាបានបើកទូកល្បឿនលឿនរបស់គាត់ចេញទៅក្នុងសមុទ្ររដ្ឋ Florida ទាំងយប់កណ្ដាលអាធ្រាត្រប៉ុន្មានម៉ោងក្រោយមកទូករបស់គាត់ត្រូវបានគេរកឃើញនៅក្បែរឆ្នេរទាំងដែលម៉ាស៊ីននៅដើរនិងភ្លើងនៅភ្លឺនៅឡើយប៉ុន្តែនៅលើទូកនោះគឺគ្មានមនុស្សឡើយអ្វីដែលកាន់តែចម្លែកគឺគាត់បានបន្សល់ទុកនៅកាបូបលុយនិងទូរស័ព្ទនៅលើទូកនោះយ៉ាងមានរបៀបអ្នកស៊ើបអង្កេតបានរកឃើញថាមុនពេលបាត់ខ្លួនគាត់កំពុងមានវិវាទផ្លូវច្បាប់រឿងលុយកាក់រាប់រយលានដុល្លាររហូតមកដល់សប្តាហ៍ថ្ងៃសាកសពរបស់គាត់មិនដែលត្រូវបានគេរកឃើញឡើយតើគាត់ពិតជាធ្លាក់ទឹកស្លាប់ឬក៏មានទុកមួយផ្សេងទៀតមកទទួលគាត់នៅកណ្ដាលសមុទ្រដើម្បីនាំគាត់ទៅកាន់ជីវិតថ្មី3សេដ្ឋីគ្រីបតូដែលបាត់ខ្លួននេះគឺជាករណីដែលរង្គោះរង្គើពិភពបច្ចេកវិទ្យាខ្លាំងបំផុតលោក Gerald Cortez គឺជាស្ថាបនិកក្រុមហ៊ុនប្តូរប្រាក់គ្រីបតូដ៏ធំមួយនៅប្រទេសកាណាដាក្នុងឆ្នាំ2018គាត់ត្រូវបានគេរាយការណ៍ថាបានស្លាប់ភ្លាមក្នុងអំឡុងពេលដើរលេងនៅប្រទេសឥណ្ឌាបញ្ហាធំបំផុតគឺគាត់គឺជាមនុស្សតែម្នាក់គត់ដែលកាន់កាប់លេខកូដសម្ងាត់ដើម្បីបើកយកលុយអតិថិជនជាង250លានដុល្លារនៅពេលដែលគាត់ស្លាប់លុយទាំងនោះត្រូវបានជាប់គាំងជារៀងរហូតប៉ុន្តែអ្វីដែលហួសចិត្តនោះគឺគេរកឃើញថាគាត់បានធ្វើបណ្ដាំមរតកត្រឹមតែប៉ុន្មានថ្ងៃមុនពេលគាត់ស្លាប់ប៉ុណ្ណោះមនុស្សរាប់ម៉ឺននាក់ដែលបានបាត់បង់លុយជឿជាក់យ៉ាងមុតមាំថាលោក Gerald មិនទាន់ស្លាប់ឡើយប៉ុន្តែគាត់បានបដូរមុខមាត់និងកំពុងប្រើប្រាស់លុយ250លានដុល្លារនោះយ៉ាងសប្បាយនៅកន្លែងណាមួយ4ទ្រឹស្ដីកោះសម្ងាត់មហាសេដ្ឋីតើវាពិតជាអាចទៅរួចទេដែលមនុស្សម្នាក់អាចរលាយបាត់ពីលោកនេះដោយប្រើអំណាចទឹកប្រាក់អ្នកស៊ើបអង្កេតឯកជនបានលើកឡើងថាមហាសេដ្ឋីអាចប្រើប្រាស់ក្រុមហ៊ុន Shell Company ដើម្បីផ្ទេរលុយសម្ងាត់រួចជួលអ្នកបច្ចេកវិទ្យាដើម្បីលុបអត្តសញ្ញាណ Digital របស់ពួកគេចោលមានពាក្យចចាមរាមថានៅលើកោះដាច់ស្រយាលមួយចំនួនក្នុងមហាសមុទ្រ Pacific ឬនៅតំបន់អាមេរិកឡាទីនគឺជាកន្លែងលាក់ខ្លួនរបស់អតីតមហាសេដ្ឋីដែលពិភពលោកយល់ថាបានស្លាប់បាត់ទៅហើយពួកគេរស់នៅក្នុងភូមិគ្រឹះដ៏ស្ងប់ស្ងាត់និងមានសន្តិសុខផ្ទាល់ខ្លួនការពារយ៉ាងតឹងរ៉ឹងបំផុតរឿងរ៉ាវរបស់មហាសេដ្ឋីបាត់ខ្លួន
គឺជាការបង្ហាញឲ្យយើងឃើញពីភាពអាចកំបាំងនៃពិភពអ្នកមានទោះបីជាគ្មានផុសតាង 100% ថាពួកគេនៅរស់ក៏មិនទាល់សង្ស័យទាំងនោះនឹងនៅតែបន្តដិតដាមជាប់ក្នុងប្រវត្តិសាស្ត្រជានិច្ចចុះបងប្អូនវិញយល់យ៉ាងណាដែរតើបងប្អូនជឿថាលុយអាចទិញសូម្បីតែការខ្លាយស្លាប់មែនដែរឬទេតើក្នុងចំណោម3ករណីខាងលើបងប្អូនសង្ស័យលើរឿងមួយណាជាងគេកុំភ្លេចបញ្ចេញមតិខាងក្រោមទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដាន Channel ពិភពអាចកំបាំង KH កុំភ្លេចចុច Like និង Subscribe ដើម្បីកុំឲ្យរំលងវីដេអូអាចកំបាំងថ្មីៗនៅសប្តាហ៍ក្រោយសូមអរគុណនិងសូមជម្រាបលា